បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកព័ត៌មានមួយដែលចុះផ្សាយដោយគេហទំព័រវិទ្យុអាស៊ីសេរីដោយព័ត៌មាននេះតាក់ទងនឹងគណៈបកប្រឆាំងអំពីវិនិយោគឲ្យជប៉ុនឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជានៅថ្ងៃទី11ខែ11ឆ្នាំ2015នេះហើយនេះគឺជារូបថតពលរដ្ឋនៅសង្កាត់ព្រែកប្រាខណ្ឌមានជ័យឈរតម្រង់ជួរដើម្បីបោះឆ្នោតកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2013មេដឹកនាំគណៈបក្សសង្គ្រោះជាតិបានស្នើឲ្យសហគមន៍អន្តរជាតិពិសេសប្រទេសជប៉ុនជួយធ្វើអន្តរាគមន៍នៅក្នុងដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជាពេលខាងមុខដើម្បីធានាភាពសេរីនិងយុត្តិធម៌គណៈបក្សសង្គ្រោះជាតិក៏អំពាវនាវជប៉ុនឲ្យជួយស៊ើបអង្កេតករណីអំពើហិង្សាលើសកម្មជនរបស់ខ្លួនដែលត្រូវបានគេវាយកាលពីខែតុលាផងដែរការអំពាវនាវនេះធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកសំរងស៊ីនិងលោកកឹមសុខានៅប្រទេសជប៉ុនចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី13ខែវិច្ឆិកាបើតាមទំព័រ Facebook របស់លោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិថ្លែងថាគណៈដែលកម្ដៅនយោបាយនៅកម្ពុជាហាក់ឡើងក្តៅនៅពេលដែលការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជាតិខិតមកដល់លោកស្នើឲ្យសហគមន៍អន្តរជាតិពិសេសប្រទេសជប៉ុនជួយធ្វើអន្តរាគមន៍នៅក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជាបន្ទាប់ពីការជាប់គាំងនយោបាយរាប់ខែក្រោយការបោះឆ្នោតជាតិឆ្នាំ2013គណៈបក្សសង្គ្រោះជាតិនិងគណៈបក្សប្រជាជនបានចុះសម្រុងគ្នាដោយផ្អែកលើកិច្ចព្រមព្រៀងជាអ្វីដែលគេហៅថាវប្បធម៌សន្តិនិកកាលពីចុងខែតុលាសកម្មជន2រូបរបស់គណៈបកប្រឆាំងត្រូវបានគេអូសចេញពីឡានហើយវាយទាត់ធាក់រហូតដល់សន្លប់បន្ទាប់ពីចេញប្រជុំសភាប៉ុន្មានថ្ងៃក្រោយមកអនុប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាត្រូវបានសមាជិកសភាមកពីគណៈបកប្រជាជនកម្ពុជាបោះឆ្នោតទម្លាក់ចេញពីតំណែងអនុប្រធានរដ្ឋសភាព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាដំណើរការវប្បធម៌សន្តិនិករវាងគណៈបកទាំងពីរកំពុងដើរលើផ្លូវបែកបាក់លោកកឹមសុខាតាមរយៈទំព័រ Facebook ផ្ទាល់របស់លោកបានអំពាវនាវឲ្យប្រទេសជប៉ុនសម្របសម្រួលបរិយាកាសនយោបាយដែលកំពុងតានតឹងទៅរកសភាពដើមវិញដែលលោកស្នើឲ្យមានការគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី22ខែកក្កដាឆ្នាំ2014បន្ថែមពីលើនេះអនុប្រធានគណៈបកប្រជាជនរូបនេះក៏សូមឲ្យជប៉ុនជួយស៊ើបអង្កេតករណីហិង្សាលើសមាជិករបស់ខ្លួនថ្មីនេះផងដែរប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2017ហើយការបោះឆ្នោតជាតិនៅឆ្នាំ2018លោកហ៊ុនសែននាយករដ្ឋមន្ត្រីដែលក្តាប់អំណាចជាង30ឆ្នាំនេះធ្លាប់ធ្វើការប្រមានជាសាធារណៈថាប្រសិនបើគណៈបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនៅឆ្នាំ2018ប្រទេសកម្ពុជានឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលបាទសូមអរគុណ